សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងទៅស្វែងយល់អំពីប្រវត្តិសាស្ត្រតៃវ៉ាន់កោះតូចមួយនៅអាស៊ីខាងកើតដែលមានប្រវត្តិសាស្ត្រយូរនិងស្មុគស្មាញតៃវ៉ាន់បានឆ្លងកាត់ការគ្រប់គ្រងពីជាតិជាច្រើនពីជនជាតិដើមអឺរ៉ុបចិនជប៉ុនរហូតដល់ក្លាយជាសង្គមប្រជាធិបតេយ្យសម័យទំនើបសព្វថ្ងៃមុនសតវត្សទី17តៃវ៉ាន់មានជនជាតិដើមភាគតិចរស់នៅដូចជាអេមីអាតាយ៉ាផៃវ៉ាន់ពួកគេមានភាសាវប្បធម៌និងទម្លាប់ផ្ទាល់ខ្លួនរស់នៅដោយការនេសាទកសិកម្មការជួញដូរតៃវ៉ាន់នៅពេលនោះមិនទាន់ជាផ្នែកនៃប្រទេសណាមួយឡើយនៅសតវត្សទី17អឺរ៉ុបចាប់ផ្ដើមចាប់អារម្មណ៍លើតៃវ៉ាន់ឆ្នាំ1624ហូឡង់គ្រប់គ្រងភាគខាងត្បូងឆ្នាំ1626អេស្ប៉ាញគ្រប់គ្រងភាគខាងជើងពួកគេប្រើតៃវ៉ាន់ជាច្រកពាណិជ្ជកម្មនាំមកនូវសាសនាគ្រីស្ទាននិងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិប៉ុន្តែការគ្រប់គ្រងនេះមិនបានយូរឡើយឆ្នាំ1662វីរៈបុរសចិនឈ្មោះឆាងជេងកុងឬកុកស៊ីងាបានបណ្ដេញហូឡង់ចេញពីតៃវ៉ាន់បន្ទាប់មកឆ្នាំ1683តៃវ៉ាន់ត្រូវបានបញ្ចូលជាផ្នែកមួយនៃរាជវង្សឈីងរបស់ចិនមានជនជាតិចិនហាន់ចំណាក់ស្រុកមករស់នៅច្រើនវប្បធម៌ចិនចាប់ផ្ដើមរីករាលដាលយ៉ាងខ្លាំងឆ្នាំ1895បន្ទាប់ពីចិនចាញ់សង្គ្រាមជាមួយជប៉ុនតៃវ៉ាន់ត្រូវជប៉ុនគ្រប់គ្រងរយៈពេល50ឆ្នាំជប៉ុនបានអភិវឌ្ឍផ្លូវថ្នល់រថភ្លើងសាលារៀនមន្ទីរពេទ្យនិងឧស្សាហកម្មតែប្រជាជនតៃវ៉ាន់ត្រូវបង្ខំឲ្យប្រើភាសាជប៉ុននិងទទួលយកវប្បធម៌ជប៉ុនមានការតស៊ូនិងបះបោរជាច្រើនឆ្នាំ1945ជប៉ុនចាញ់សង្គ្រាមលោកលើកទី2តៃវ៉ាន់ត្រូវប្រគល់ឲ្យរដ្ឋាភិបាលចិនសាធារណរដ្ឋចិន ROC ឆ្នាំ1949ក្រោយចិនកុម្មុយនីសឈ្នះសង្គ្រាមនៅចិនធំឈៀងកៃឈឹកនិងគណៈបក KMT បានភៀសខ្លួនមកតៃវ៉ាន់បង្កើតរដ្ឋាភិបាលនៅទីនេះចាប់ពីទសវត្សរ៍ឆ្នាំ1960តៃវ៉ាន់អភិវឌ្ឍសេដ្ឋកិច្ចយ៉ាងលឿនក្លាយជាប្រទេសឧស្សាហកម្មជាពិសេសវិស័យអេឡិចត្រូនិកនិង Semiconductor ក្រោយឆ្នាំ1987តៃវ៉ាន់បញ្ចប់ច្បាប់អាសន្នហើយចាប់ផ្ដើមប្រជាធិបតេយ្យឆ្នាំ1996មានការបោះឆ្នោតប្រជាធិបតេយ្យដោយប្រជាជនជាលើកដំបូងសប្តាហ៍ថ្ងៃតៃវ៉ាន់ជាសង្គមប្រជាធិបតេយ្យមានសេរីភាពនិយាយសេដ្ឋកិច្ចរឹងមាំប៉ុន្តែមានបញ្ហានយោបាយជាមួយចិនដែលចាត់ទុកតៃវ៉ាន់ជាផ្នែកមួយទោះយ៉ាងណាតៃវ៉ាន់គ្រប់គ្រងខ្លួនឯងនិងបន្តអភិវឌ្ឍទៅមុខនេះហើយជាប្រវត្តិសាស្ត្រតៃវ៉ាន់កោះតូចមួយដែលមានអតីតកាលធំធេងបើអ្នកចូលចិត្តវីដេអូបែបនេះសូម like share និង subscribe សូមអរគុណច្រើននិងរងចាំទស្សនានៅវីដេអូក្រោយៗទៀត